លំដាប់តទៅទៀតនេះខ្ញុំបាទនឹងសូមជួននីតិគតិបចារណានាថាឧបោសថនេះដូចតទៅនៅពេលដែលសេចក្តីល្អคล้ายជាទួនាទីគេនឹងលែងមើលឃើញអំពីតម្លៃរបស់យើងជាការពិតនៅក្នុងទំនាក់ទំនងមួយដែលគួរឲ្យខ្លាចបំផុតគឺនៅពេលដែលសេចក្តីល្អរបស់យើងត្រូវបានគេចាត់ទុកថាជាទួនាទីដែលយើងត្រូវតែធ្វើនៅពេលដែលយើងធ្វើល្អដាក់នរណាម្នាក់ដោយពេញចិត្តគឺវាកើតចេញពីការស្រឡាញ់និងការព្រួយបារម្ភប្រសិនបើម្ខាងទៀតចាប់ផ្ដើមគិតថាវាគឺជាភារកិច្ចដែលយើងត្រូវតែធ្វើសម្រាប់គេនោះតម្លៃនិងទឹកចិត្តត្រូវរលាយបាត់ទៅភ្លាមគេលែងចេះអរគុណគេលែងចេះយល់ចិត្តហើយគេនឹងចាប់ផ្ដើមទាមទារកាន់តែខ្លាំងរឿងដែលគួរឲ្យសោកស្ដាយនិងឈឺចាប់បំផុតនោះគឺនៅពេលដែលយើងធ្វើល្អ100ដងគេនឹងចងចាំថាវាជាទួនាទីរបស់យើងប៉ុន្តែនៅពេលដែលយើងហត់នឿយហើយឈប់ធ្វើល្អសម្រាប់គេនឹងចោទប្រកាន់ថាយើងជាមនុស្សអាក្រក់ឬជាមនុស្សប្រែប្រួលដោយគេភ្លេចគិតថាអ្វីដែលយើងធ្លាប់ធ្វើកន្លងមកគឺជាការលះបង់មិនមែនគឺជាការជំពាក់គុណគ្នានោះទេជាការពិតនៅពេលដែលយើងត្រូវបានគេបង្ខំឲ្យធ្វើល្អតាមរយៈពាក្យថាទួនាទីវានឹងធ្វើឲ្យយើងកាន់តែនឿយហត់ជាងការធ្វើការងារធ្ងន់ទៅទៀតព្រោះវាคล้ายទៅជាបន្ទប់ផ្លូវចិត្តមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងគ្រាន់តែជាឧបករណ៍សម្រាប់ផ្លូវចិត្តសម្រាប់អ្នកដទៃតែប៉ុណ្ណោះដូច្នេះចូលកំណត់ព្រំដែននៃសេចក្តីល្អរបស់យើងដោយធ្វើល្អឲ្យត្រូវមនុស្សផ្ដល់ឲ្យអ្នកដែលចេះផ្ដល់តម្លៃពិតប្រាកដរៀននិយាយពាក្យថាទេដើម្បីកុំឲ្យសេចក្តីល្អរបស់យើងคล้ายជាច្រវាក់រឹតកយើងដោយខ្លួនឯងឲ្យតម្លៃខ្លួនឯងបើសិនគេមើលមិនឃើញពីតម្លៃល្អរបស់យើងចូលដកខ្លួនឲ្យឆ្ងាយព្រោះសេចក្តីល្អដែលគ្មានអ្នកដឹងគុណគឺជារឿងដែលគួរឲ្យសោកស្ដាយបំផុតរឿងមួយទៀតចូលនេះកុំធ្វើជាមនុស្សជាលប់ដែលចាំតែលប់រាល់ទោសកំហុសរបស់អ្នកដទៃនៅក្នុងជីវិតមនុស្សជាច្រើនតែងតែព្យាយាមធ្វើខ្លួនឯងជាមនុស្សល្អចេះយោគយល់ចេះជួយចេះជ្រោមជ្រែងអ្នកដទៃប៉ុន្តែបើភាពល្អនោះគ្មានព្រំដែនវានឹងធ្វើឲ្យយើងคล้ายជាមនុស្សជាលប់ដែលចាំតែលប់លៀងរាល់ទោសកំហុសអ្នកដទៃរហូតដល់ខ្លួនឯងត្រូវសឹករិចរិលជាការពិតធម្មជាតិនៃជាលប់គឺនៅពេលដែលយើងកាន់តែលប់គឺវាកាន់តែសឹកព្រោះវាប្រើខ្លួនឯងដើម្បីកែកំហុសរបស់អ្នកដទៃនៅពេលដែលយើងព្យាយាមយល់ស្របអត់ឱននិងដំណោះស្រាយបញ្ហាដែលអ្នកដទៃបង្កឡើងដោយមិនគិតពីខ្លួនឯងអ្នកកំពុងតែបំផ្លាញតម្លៃនិងពេលវេលារបស់ខ្លួនឯងបន្តិចម្ដងកុំភ្លេចគិតថារាល់ពេលដែលយើងលុបកំហុសឲ្យអ្នកដទៃ
ខ្លួនយើងផ្ទាល់ក៏ត្រូវសឹកដាច់រិទ្ធិលជារៀងរាល់លើកផងដែរនៅពេលដែលយើងធ្វើខ្លួនឯងដូចជាជាលប់យូរទៅមនុស្សដទៃនៅចិត្តជុំវិញខ្លួនយើងនឹងគិតថាវាគឺជាកាតព្វកិច្ចរបស់យើងដែលយើងត្រូវតែធ្វើឲ្យគេនឹងលែងខ្លាចក្នុងការធ្វើខុសព្រោះគេគិតថាមានអ្នកកំពុងចាំតែលុបលាងរាល់ដំណោះស្រាយនៅរាល់បញ្ហារបស់គេចុងក្រោយអ្នកដតីនៅតែស្អាតស្អំចំណែកយើងវិញគឺទទួលនៅការឈឺចាប់បានន័យថាពេលដែលយើងជួយលុបនៅកំហុសរបស់អ្នកដតីបាទគេនឹងលែងមើលឃើញអំពីទង្វើរបស់យើងគេគិតថានោះបាទគឺជាកាតព្វកិច្ចនឹងឯងចឹងរឿងចុងក្រោយបាទយើងបាទកាន់តែឈឺចាប់កាន់តែនឿយហត់បាទតែម្នាក់ឯងនៅពេលដែលយើងធ្វើជាមនុស្សជាលប់យើងនឹងបាត់បង់ជាអត្តសញ្ញាណខ្លួនឯងព្រោះយើងរស់នៅតម្រូវតែចិត្តអ្នកដទៃយើងមិនហ៊ានបដិសេធយើងមិនហ៊ានខឹងយើងមិនហ៊ានតវ៉ាដើម្បីសិទ្ធិខ្លួនឯងនៅពេលដែលយើងចំណាយពេលវេលាដើម្បីតែផ្លូវចិត្តអ្នកដទៃយើងនឹងបាត់បង់សេចក្តីសុខនិងគោលបំណងរបស់យើងដែរជីវិតពិតប្រាកដរបស់ខ្លួនឯងដូច្នេះដើម្បីរក្សាតម្លៃខ្លួនឯងយើងគួរតែរៀនកំណត់ព្រំដែនក្នុងការជួយក្នុងកម្រិតដែលសមស្របប៉ុន្តែមិនមែនជួយរហូតដល់គេជន់ឈ្លីនោះទេទុកឲ្យគេចេះរៀនសូត្រពីកំហុសខ្លួនឯងកុំចាំជួយគេរហូតដល់គេលែងចេះកែខ្លួនចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើននោះទេកុំឲ្យភាពស្អាតល្អរបស់យើងคล้ายជាអាវុធសម្រាប់អ្នកដទៃមកធ្វើបាបយើងចូលធ្វើខ្លួនឲ្យដូចជាបិចដែលអាចសរសេររឿងរ៉ាវជីវិតដោយខ្លួនឯងប៉ុន្តែកុំធ្វើជាជាលប់ដែលចាំតែរលាយខ្លួនដើម្បីអ្នកណាម្នាក់ឲ្យសោះអញ្ចឹងបានន័យថាយើងនេះផ្ទាល់កុំធ្វើជាមនុស្សជាលប់ដែលចាំតែលប់រាល់កំហុសគេឲ្យសោះបាទព្រោះថាចង់បញ្ចប់បាទនៃមនុស្សជាលប់គឺយើងនឹងរងទុក្ខតែម្នាក់ឯងហើយយើងនឹងហត់តែម្នាក់ឯងបាទចឹងអត្ថបទបាទនាព្រឹកនេះបាទក៏សូមស្លេះតែប៉ុណ្ណេះសិនបាទសូមអរគុណបាទ